สำหรับการจบ Wi-Fi ចឹងបងគ្រាន់តែចូលទៅ setting ម្ដងទៀតមកនេះចូល setting ណាចាទៅចូល setting ម្ដងទៀតមកពេលដែលយើងចូល setting ហើយយើងចូល setting ម្ដងទៀតនៅខាងក្រោមយើងអូសtele យើងមកក្រោមអូខេនេះ Wi-Fi ចឹងអូខេលើ Wi-Fi setting អូខេលើ Wi-Fi setting ទៀតមកបន្ទាប់មកវានឹងជ្រើសរើសថាតើ Wi-Fi បងមួយណាដែលបងចង់ភ្ជាប់ខ្ញុំឧទាហរណ៍មួយដែលខ្ញុំចង់ភ្ជាប់ជាមួយនឹងWi-Fi នេះMailin នេះឧទាហរណ៍ថាខ្ញុំចង់ភ្ជាប់មួយ Wi-Fi ហ្នឹងអញ្ចឹងខ្ញុំអូខេលើវាអញ្ចឹងវាអត់ចេញអក្សរហើយនេះខ្ញុំអូខេម្ដងទៀតទៅវាចេញអក្សរអញ្ចឹងបងវាយ password មកបន្ទាប់ពីវាយឲ្យ tick ហើយបងចុចលើ tele ចុច back ឬក៏បងអត់ចុច tick ហ្នឹងក៏បានដែរគ្រាន់តែចុច back មកបន្ទាប់មកបងចុច back ហើយបងមើលនេះបងចុចមកក្រោមវាមាន show ហើយ show password ហើយចុច correct មកបើសិនជាយើងចង់ show password ថាតើ password យើងត្រូវអត់យើង show មកយើងចុចមួយទៀតគឺ correct ទៅយើង connect ហើយអានេះ Bluetooth អញ្ចឹងពេលដែលបងចុច Bluetooth បងបើក Bluetooth បន្ទាប់មក scan Bluetooth ដែលបងចង់ភ្ជាប់ជាមួយនឹង Bluetooth ទៅបាសអញ្ចឹងណាអញ្ចឹងយើង scan វាមករួចរាល់ហើយពេល scan ហើយយើង connect ដូចទៅនឹងទូរស័ព្ទដែរគឺងាយមែនតើប្រភេទភ្ជាប់ Wi-Fi ហើយអានេះ language អញ្ចឹងបងចង់ដូរភាសាអីបានតែភាសាខ្មែរយើងអត់មានទេអាចដូរភាសាផ្សេងទៀតអញ្ចឹងណាក្រៅពីខ្មែរក៏មានទេតែប៉ុណ្្នឹងទេបងគឺងាយស្រួលមែនតើ